សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រឿងខ្មោចថ្ងៃនេះសូមចែករំលែករឿងខ្មោចផ្ទះចាស់ការចាប់ផ្ដើមខ្ញុំប្រកាស100ថាផ្ទះនេះមានខ្មោចវិសាលនិយាយយ៉ាងមុតមមដោយទឹកមុខភ័យផងអង់អាចផងអញទៅដឹងពីណាតារាសួរដោយមិនជឿគាត់ជាមនុស្សមិនដែលខ្លាចអ្វីឡើយហើយក៏មិនដែលជឿរឿងអរូបីដែរពួកគេទាំង4នាក់មានវិសាលតារាលីដានិងសេហាពួកគេជាមិត្តភក្តិជិតស្និទ្ធតាំងពីនៅរៀនពួកគេបានសម្រេចចិត្តបោះតង់លេងកម្សាន្តនៅតំបន់ដាច់ស្រយាលមួយលីដានិយាយដោយសំឡេងញ័រថាកុំនិយាយរឿងខ្មោចអីខ្ញុំខ្លាចណាស់សេហាញឹមបន្តិចហើយនិយាយលេងថាលីដាឯងកុំខ្លាចអីខ្ញុំនៅនេះពួកគេបោះតង់នៅក្បែរផ្ទះចាស់មួយដែលគេលះបង់ចោលជាច្រើនឆ្នាំមកហើយតាមរឿងដំណើរផ្ទះនេះមានខ្មោចគ្រួសារមួយដែលត្រូវគេសម្លាប់ខ្មោចនោះតែងតែលងបន្លាចអ្នកដែលហ៊ានចូលទៅជិតពេលយប់មកដល់ភ្លើងបោះតង់បានរលត់ហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ពួកគេត្រូវបង្ខំចិត្តចូលទៅលាក់ខ្លួនក្នុងផ្ទះចាស់នោះផ្ទះនេះមានក្លិនស្អុយអាប់អួរដូចជាក្លិនដីនិងក្លិនរលួយពួកគេបានរកឃើញបន្ទប់មួយដែលមានភ្លើងចាស់ពួកគេបានដុតអុសដើម្បីបណ្ដេញភាពត្រជាក់ពេលនោះសេហាបានឮសំឡេងអ្វីម្យ៉ាងខ្ញុំឮសំឡេងអ្វីម្យ៉ាងសេហានិយាយអញគិតច្រើនហើយតារាឆ្លើយតែសំឡេងនោះក៏កាន់តែឮច្បាស់ឡើងវាជាសំឡេងយំសោកយ៉ាងព្រឺព្រួចភ្លាមនោះទ្វារបន្ទប់ក៏បិទដោយខ្លួនឯងហើយមានរូបស្រមោលក្មេងស្រីម្នាក់បានលេចឡើងនៅជ្រុងបន្ទប់ក្មេងស្រីនោះញឹមដោយបូរមាត់ត្រូវរហែកនាងមិនបានឃើញអ្វីទេវិសាលនិយាយក្នុងចិត្តក្មេងស្រីនោះក៏បាត់ទៅវិញតែរូបភាពរបស់នាងនៅដក់ជាប់ក្នុងខួរក្បាលរបស់ពួកគេភ្លាមនោះវិសាលក៏បានឃើញរូបថតចាស់មួយនៅក្នុងបន្ទប់នោះរូបថតនោះមានគ្រួសារ4នាក់ដែលមានទឹកមុខរីករាយប៉ុន្តែរូបភាពនោះក៏ចាប់ផ្ដើមរលាយហើយคล้ายជាមុខដែលត្រូវភ្លើងឆេះវិសាលភ្ញាក់ផ្អើលយ៉ាងខ្លាំងសំឡេងក្រហមបានបន្លឺឡើងពីជាន់លើតារាសម្រេចចិត្តឡើងទៅមើលគាត់ឡើងទៅដល់ជាន់ទី2ហើយទ្វារបន្ទប់នីមួយបានបើកបិទដោយខ្លួនឯងនៅទីនោះគាត់បានឃើញខ្មោចស្ត្រីចំណាស់ម្នាក់ដែលកំពុងតែឈរញឹមដាក់គាត់ភ្នែករបស់គាត់ពណ៌ក្រហមនិងមានសរសៃឈាមរត់ពេញមុខគាត់លើកដៃបន្តិចហើយតារាក៏ត្រូវគេទាញចូលទៅក្នុងបន្ទប់ងឹតមួយលីដានិងសេហាដែលនៅខាងក្រោមព្យាយាមបើកទ្វារផ្ទះតែទ្វារនោះហាក់ដូចជាមានអ្វីម្យ៉ាងកាន់យ៉ាងរឹងមាំភ្លាមនោះពួកគេក៏បានឮសំឡេងក្រហមយ៉ាងខ្លាំងហើយតារាក៏ធ្លាក់មកក្រោមគាត់ត្រូវរបួសធ្ងន់វិសាលបានឃើញសៀវភៅកំណត់ហេតុចាស់មួយនៅក្នុងនោះមានសរសេរថាយើងត្រូវគេក្បត់យើងត្រូវគេសម្លាប់យ៉ាងសាហាវយើងនឹងមិនទៅទីណាទេលុះត្រាតែមានមនុស្សណាហ៊ានបូជាជីវិតរបស់ខ្លួនដើម្បីយើងវិសាលយល់ភ្លាមថាពួកគេត្រូវខ្មោចបង្ខំឲ្យបូជាជីវិតម្នាក់ក្នុងចំណោមពួកគេវិសាលងាកទៅរកមិត្តភក្តិរបស់គាត់ហើយឃើញថាពួកគេទាំង3នាក់ឈរនៅទីនោះដូចជារូបសំណាកភ្នែករបស់ពួកគេគ្មានព្រលឹងហើយមានស្នាមរបួសនៅពេញខ្លួនវិសាលដឹងថាមិនអាចរត់រួចទេគាត់បានលើកដៃសំពះទៅកាន់ខ្មោចនោះហើយនិយាយថាខ្ញុំនឹងធ្វើតាមការចង់បានរបស់ពួកអ្នកភ្លាមនោះខ្មោចទាំងអស់ក៏បានបាត់ខ្លួនមិត្តភក្តិរបស់គាត់ទាំង3នាក់ក៏ភ្ញាក់ដឹងខ្លួនវិញហើយពួកគេគ្មាននរណាចាំបាននៅហេតុការណ៍ដែលបានកើតឡើងនោះទេវិសាលញឹមទាំងឈឺចាប់ហើយនិយាយថាយើងត្រូវតែទៅហើយពួកគេបានចាក់ចេញពីទីនោះហើយមិនដែលត្រឡប់ទៅវិញឡើយតែមានតែវិសាលម្នាក់ប៉ុណ្ណោះដែលនៅចាំរឿងទាំងអស់ជារៀងរាល់យប់គាត់តែងតែឃើញស្រមោលខ្មោចនោះនៅក្នុងកញ្ចក់ហើយយឺសំឡេងខ្សឹបខ្សៀវថាអរគុណដែលបានបូជាជីវិតបងប្អូនរបស់ឯងដើម្បីពួកយើង